ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីគណៈពេលនេះសូមអញ្ជើញរីករាយស្ដាប់ជាមួយនឹងរឿងម៉ាច់ជរាយស្បែកគង់ភាគទី2វិជ័យពេលបានឃើញសាកសពរបស់ឪពុកបានស្លាប់នឹងកករឹងដូចដុំថ្មគេក៏មានការស្រឡាំងកាំងរកពីអ្វីនិយាយគ្មានដៃជើងត្រជាក់ទន់អស់ហើយព្រោះតែការនឹករលឹកនឹងពេលបានជួបបែបនេះអារម្មណ៍មិនអាចទទួលយកបានប៉ុន្តែទោះជាយ៉ាងណាវិជ័យនៅតែអាចគ្រប់គ្រងអារម្មណ៍បានថែមទាំងបានដើរទៅជិតសាកសពរបស់ឪពុករួចហើយគេក៏បានអោបដោយការគោរពព្រោះទីបំផុតគេបានឃើញសាកសពរបស់ឪពុកគេហើយព្រមទាំងអាចស្រាយមន្ទិលសង្ស័យដែលបានលាក់ទុកនៅក្នុងចិត្តអស់រយៈកាលដ៏យូរឆ្នាំពេលនេះគេបានឃើញដោយផ្ទាល់ភ្នែកហើយទោះអារម្មណ៍ទទួលយកបានក្តីមិនបានក្តីក៏ព្រមទទួលយកការពិតថាឪពុករបស់ខ្លួនពិតជាស្លាប់មែនលុះសម្រួលអារម្មណ៍បានមួយសន្ទុះវិជ័យក៏ចាប់ផ្ដើមដើររុករកពេញទីធ្លារូងភ្នំនោះដើម្បីស្វែងរកភាពមិនប្រក្រតីណាមួយការស្វែងរកកាន់តែយូរធ្វើឲ្យវិជ័យមានការងឿងឆ្ងល់ជាខ្លាំងព្រោះតែរឿងរ៉ាវមិនប្រក្រតីមួយចំនួនដោយគេបានឆ្ងល់ថាហេតុអ្វីបានជាសាកសពរបស់ឪពុកនិងទាហានដទៃទៀតមានវត្តមាននៅទីនេះពីព្រោះទីនេះនិងកន្លែងសមរភូមិប្រយុទ្ធចុងក្រោយរបស់ឪពុកគឺមានប្រវែងឆ្ងាយពីគ្នារាប់សិបយោជន៍ដូច្នេះតើវាអាចទៅរួចយ៉ាងម៉េចដែលថាសមរភូមិចុងក្រោយរបស់ឪពុកត្រូវបានចាញ់នៅក្រោមស្នាដៃរបស់សត្រូវនិងបាក់ទ័ពខ្ចាត់ខ្ចាយមកដល់ទីនេះហើយអ្នកណាជាអ្នកសម្លាប់ឪពុករបស់វិជ័យនិងក្រុមទាហានដទៃទៀតហើយបើវាជាការសម្លាប់ពិតមែនតើអ្វីដែលធ្វើឲ្យសាកសពទាំងអស់នេះក៏រឹងខ្លាញ់ទៅជាថ្មបន្ទាប់ពីពិជ័យស្វែងរកតម្រុយក្នុងរូងថ្មយ៉ាងយូរហើយមិនទទួលបានតម្រុយគេក៏ដើរចេញពីរូងថ្មមកវិញព្រោះសម្ភារៈដែលគេបានកែច្នៃគឺត្រូវបានឆេះអស់ទៅហើយដូច្នេះបើនៅក្នុងរូងនេះទៀតច្បាស់ជាមិនអាចរកច្រកចេញឃើញឡើយនឹងច្បាស់ជាត្រូវត្រជាក់ស្លាប់កក់ជាមិនខានហេតុនេះហើយទើបគេសម្រេចចិត្តចេញមកក្រៅវិញសិននិងស្វែងរកហេតុផលផ្សេងដើម្បីដោះស្រាយមន្ទិលសង្ស័យនៅពីក្រោយការស្លាប់របស់ឪពុកនិងក្រុមទាហានរបស់គាត់ពេលចេញមកដល់ខាងក្រៅគឺមេឃយប់បាត់ទៅហើយព្រោះប៉ុន្មានយាមមុននេះគឺគេកំពុងតែស្ថិតនៅក្នុងរូងថ្មហើយមិននឹកស្មានថាគេចូលទៅក្នុងរូងថ្មតែមួយផ្លែតសោះបែរជាពេលវេលាខាងក្រៅដើរលឿនដល់ម្លឹងពេលគេចេញមកវិញឃើញយប់បែបនេះគេក៏ប្រញាប់រកកន្លែងសម្រាកព្រោះទីនេះទំនងជាគ្មានសុវត្ថិភាពសម្រាប់គេទេព្រោះថាទីនេះជាទីកន្លែងដែលគេមិនធ្លាប់បានដឹងពីភូមិសាស្ត្រឡើយ
បើយើងក្រឡេកទៅមើលស្ថានភាពគួរឲ្យខ្លាចនេះវិញមានពោពេញទៅដោយដើមឈើខ្ពស់ខ្ពស់និងគុម្ពឫស្សីព្រៃយ៉ាងក្រាស់ឃ្មឹកហើយវាមានសភាពស្ងប់ស្ងាត់គ្មានសូម្បីតែសំឡេងសត្វរាត្រីយូរម្ដងក៏មានសំឡេងសត្វក្អែកស្រែកនិងផ្អើលហើរចេញពីព្រៃឫស្សីធ្វើឲ្យរូបគេភ័យបុកពោះមិនស្ទើរលុះបន្តិចក្រោយមកទើបគេអាចរកកន្លែងសុវត្ថិភាពមួយបាននោះគឺជាបង្គោលប៉មឈើដែលជារបស់ទាហានសម្រាប់យាមល្បាតព្រោះបង្គោលប៉មនោះគឺមានកម្ពស់ខ្ពស់ពីដីដូច្នេះវាមានសុវត្ថិភាពអាចគេចចេញពីការប៉ុនប៉ងរបស់សត្វកាចសាហាវដែលមាននៅក្នុងតំបន់នេះលុះយប់កាន់តែជ្រៅនៅតំបន់ភ្នំអាកាសធាតុកាន់តែត្រជាក់គឺត្រជាក់ធ្លាក់អាប់មើលអ្វីពុំយល់បានបន្តិចក្រោយមកស្រាប់តែវិជ័យបានឮសំឡេងអូយកុំធ្វើបាបខ្ញុំអីខ្ញុំសូមវល់ខ្ញុំខ្លាចហើយអូយលោកអើយខ្ញុំខ្លាចហើយអូយកុំធ្វើបាបខ្ញុំអីឈឺណាស់តើខ្ញុំបានធ្វើអ្វីខុសហេតុអីបានជាពួកអ្នកធ្វើទារុណកម្មខ្ញុំដោះម្ល៉េះអូយវិជ័យព្យាយាមផ្ទៀងត្រចៀកស្ដាប់ព្រោះសំឡេងនោះបានឮល្វើយពីទីកន្លែងឆ្ងាយមួយនៅពេលផ្សែងអាប់បានរសាត់បាត់ស្រាប់តែមានពន្លឺភ្លើងគប់ជាច្រើនអនេកត្រូវបានដុតបំភ្លឺធ្វើឲ្យវិជ័យមើលឃើញពីទិដ្ឋភាពគ្រប់បែបយ៉ាងគឺនៅទីនោះកំពុងតែមានមនុស្សមួយក្រុមដែលមានគ្នាប្រហែល 4-10 នាក់នៅក្នុងដៃរបស់ពួកគេប្រដាប់ទៅដោយអាវុធដូចជាដាវលំពែងជាដើមកំពុងតែធ្វើទារុណកម្មចំពោះមនុស្ស2នាក់យ៉ាងសាហាវព្រៃផ្សៃដំបូងមនុស្សទាំង2នាក់ដែលជាអ្នកទោសត្រូវបានមនុស្សមួយក្រុមនោះព្រួតគ្នាវេកដោយខ្សែតីការវេកធ្វើបាបបែកឈាមហូរស្រោចពេញខ្លួនប៉ុណ្ណឹងនៅមិនទាន់អស់ចិត្តនោះទេពួកអ្នកទោសទាំងពីរត្រូវបានគេយកមកចងដាក់នៅសម្បុកស្រមោចភ្លើងនិងអង្ក្រងយកមកដាក់លើស្នាមរបួសដើម្បីឲ្យសត្វល្អិតទាំងនោះខំមុខរបួសរបស់អ្នកទោសឲ្យទទួលរងការឈឺចាប់វេទនាក្រៃលែងលុះពួកគេធ្វើទរណកម្មឲ្យវេទនាអស់ចិត្តហើយពួកគេក៏ធ្វើទរណកម្មម្ដងទៀតវាគឺជាទរណកម្មចុងក្រោយបើនិយាយឲ្យស្រួលស្ដាប់ទៅគឺការផ្ដាច់ជីវិតអ្នកទោសទាំងពីរនាក់នោះតែម្ដងដោយការប្រហារជីវិតគឺមិនមែនយកអ្នកទោសទាំងពីរនាក់នោះមកកាត់ក្បាលឬចាក់សម្លាប់នោះទេពោលគឺពួកមនុស្សមួយក្រុមនោះសម្រាប់ជ្រើសរើសយកវិធីប្រហារជីវិតយ៉ាងសាហាវព្រៃផ្សៃដោយដាក់លក្ខខណ្ឌមួយឲ្យអ្នកទោសសប្បាយចិត្តហើយលក្ខខណ្ឌនោះសន្មតថាបើសិនជានៅព្រឹកស្អែកឡើងអ្នកទោសណាម្នាក់
ឬអ្នកទាំងពីរអាចនៅបន្តរស់រានមានជីវិតនោះពួកគេនឹងដោះលែងឲ្យមានសេរីភាពកាលដែលពួកគេបានដាក់លក្ខខណ្ឌនោះគឺគ្រាន់តែពួកគេចង់ឲ្យអ្នកទោសសប្បាយចិត្តមានសង្ឃឹមប្រឹងរស់តែប៉ុណ្ណោះប៉ុន្តែធាតុពិតមិនអញ្ចឹងទេគឺគ្មាននរណាអាចគេចផុតនឹងរស់រានមានជីវិតរហូតដល់ថ្ងៃស្អែកឡើយពេលធ្វើតនកម្មចុងក្រោយនេះវិធីសាស្ត្រប្រហារជីវិតរបស់គេគឺការដេកចងឆ្កាងដៃឆ្កាងជើងនៅក្រោមដើមឫស្សីដែលមានទំពាំងរៀបនិងដុះការប្រហារជីវិតនេះគឺយកទំពាំងធ្វើជាអាវុធសម្រាប់សម្លាប់អ្នកទោសដោយការដុសទម្លុះខ្លួនប្រាណធ្វើឲ្យមហាវេទនាឬស្លាប់ទាំងសន្សឹមនោះឯងហើយទំពាំងឫស្សីព្រៃនេះគឺជាពូជទំពាំងឫស្សីព្រៃក្រហមដែលដុះលូតលាស់លឿនពលគឺរយៈពេលត្រឹមតែមួយយប់វាអាចដុះលូតលាស់បានជាងមួយចំអាមឯណោះហើយវាលូតលាស់តែពេលយប់តែប៉ុណ្ណោះបើនៅពេលថ្ងៃវិញទំពាំងឫស្សីក្រហមនេះគឺមិនលូតលាស់ឡើយធ្វើឲ្យមនុស្សមួយក្រុមនោះសម្រេចចិត្តជ្រើសរើសយកទំពាំងព្រៃក្រហមមកធ្វើទណ្ឌកម្មប្រហារជីវិតមនុស្សបែបនេះអ្នកទោសកាលណាត្រូវបានគេចាប់ចងឆ្កាងដៃឆ្កាងជើងនៅលើពន្លកទំពាំងហើយគឺមួយយប់នោះច្បាស់ជាស្លាប់ដោយសារទំពាំងដុះចាក់ទម្លុះរាងកាយបណ្ដាលឲ្យឈឺចុកចាប់រហូតដល់មរណាជាមិនខានជាក់ស្ដែងអ្នកទោសទាំងពីរនាក់នេះមិនដឹងថាពួកគេជាអ្នកទោសប្រភេទណានោះទេអ្នកទោសសង្គ្រាមឬអ្វីផ្សេងពួកគេត្រូវបានចងដៃចងជើងនៅក្រោមដើមឫស្សីយ៉ាងព្រៃផ្សៃបែបនេះពួកគេមិនបានដឹងនោះទេថានេះគឺជាការប្រហារជីវិតយ៉ាងសាហាវឃោរឃៅដោយពួកគេគ្រាន់តែរំពឹងថាបើថ្ងៃស្អែកពួកគេអាចរស់រានពួកគេនឹងត្រូវបានដោះលែងចំណែកមនុស្សមួយក្រុមដែលកាន់អាវុធគ្រប់ដៃនោះពួកគេបន្ទាប់ពីចងដៃចងជើងអ្នកទោសរួចហើយពួកគេក៏នាំគ្នាដើរត្រឡប់ចូលទៅក្នុងស្រមោលខ្មៅវិញនៅឡើយតែអ្នកទោសពីរនាក់ដែលជាប់ចំណងនៅក្រោមគុម្ពឫស្សីវិជ័យសម្លឹងឃើញទស្សនភាពនោះដោយងឿងឆ្ងល់ព្រោះគេហាក់ដូចជាមិនទាន់អាចយល់ពីស្ថានភាពដែលកំពុងតែកើតមាននៅឡើយយ៉ាងណាមិញគេក៏នៅតែបន្តមើលរូបភាពនោះពីចម្ងាយយ៉ាងយកចិត្តទុកដាក់ព្រោះចម្ងាយពីប៉មយាមទៅគុម្ពឫស្សីព្រៃក្រហមនោះដែលអ្នកទោសកំពុងតែស្ថិតនៅគឺមានចម្ងាយប្រហែលជា50ម៉ែត្រប៉ុណ្ណោះហើយទីនោះវិជ័យអាចមើលឃើញយ៉ាងច្បាស់ដោយឡែកបើអ្នកទោសទាំងពីរអ្នកនោះវិញគឺมันអាចមើលឃើញឆ្ងាយឬក៏មើលឃើញវិជ័យនោះទេដោយសារតែវិជ័យនៅកន្លែងងងឹតស្របពេលដែលមនុស្សមួយក្រុមនោះបានចេញទៅអ្នកទោសទាំងពីរអ្នកនោះក៏បានបន្តនិយាយគ្នាពីរឿងដែលពួកគេបានលាក់ទុកនៅក្នុងចិត្តប្រាប់គ្នាទៅវិញទៅមកលោកបងបន្តិចទៀតឬក៏ឥឡូវមិនដឹងថាយើងជួបរឿងអ្វីទៀតទេស្រួលមិនស្រួលណាអាចត្រូវខ្លាស៊ី
ឬក៏ពស់ថ្លាន់លេបចូលទៅក្នុងពោះផងក៏មិនដឹងគិតទៅជីវិតប្រៀបដូចជាកលាអុកមួយអញ្ចឹងណោះបើសិនជាដើរត្រូវប្រកាសជាឈ្នះតែបើដើរខុសនោះប្រកាសជាត្រូវស្លាប់ជាមិនខានខ្ញុំសោកស្ដាយណាស់កាលពីមានសេរីភាពគឺខ្ញុំបានប្រើសេរីភាពរបស់ខ្ញុំជ្រុលពេកមុខរបរជាច្រើនបែរជាមិនខំប្រឹងរកទេបែរជាប្រកាន់មុខរបរធ្វើជាចោលដល់ពេលគេចាប់បានគេវាយដំស្រេចតែចិត្តរបស់គេឪពុកម្ដាយរបស់យើងដែលជាអ្នកចិញ្ចឹមយើងមិនដែលហ៊ានវាយដំយើងដល់ថ្នាក់នឹងទេឥឡូវនេះខ្ញុំពិតជាមានការស្ដាយក្រោយខ្លាំងណាស់បើមានឱកាសកែប្រែខ្ញុំនឹងកែប្រែខ្លួនហើយអាយ៉ាខ្ញុំក៏ដូចជាឯងដែរសោកស្ដាយណាស់នៅទាំងធ្វើដែលខ្លួនបានធ្វើគឺព្រោះតែខ្ញុំបានបៀតបៀនប្រពន្ធរបស់គេដល់ពេលប្តីគេតាមតាន់ខ្ញុំក៏នៅតែមិនបញ្ឈប់នៅទាំងធ្វើយងខ្នងនេះទេបែរជាប្រព្រឹត្តរឿងដែលសាហាវដៃដល់ថែមទៀតព្រោះតែតណ្ហាខ្ញុំបានលើកដៃវាយប្រហារទៅលើប្តីរបស់គេបណ្ដាលឲ្យគេស្លាប់ទើបបានជាខ្ញុំខ្លាចទៅជាអ្នកទោសបែបនេះដល់ពេលខ្លាចទៅជាអ្នកទោសប្រហារជីវិតបែបនេះទៅទើបខ្ញុំបានយល់ពីតម្លៃជីវិតហើយឯងដឹងទេឥឡូវនេះខ្ញុំពិតជាមានការសោកស្ដាយណាស់មិនគួរសោះតាមរយៈពាក្យសម្ដីទាំងអស់នេះវិជ័យអាចស្ដាប់ឮគ្រប់ម៉ាត់ហើយបរិះអ្នកទោសបន្ទាប់ពីនិយាយរឿងនៅក្នុងចិត្តប្រាប់គ្នារួចពួកគេក៏សម្ងំដេករងចាំសេចក្តីស្លាប់មួយយាមបានកន្លងផុតទៅភ្លាមនោះស្រាប់តែវិជ័យបានលឺសម្រែកអូយអូឈឺណាស់មានស្អីកំពុងតែចាក់យើងពីក្រោមអូយអូយខ្ញុំមិនអាចទ្រាំបានទេតាមរយៈសម្រែកនេះបានធ្វើឲ្យវិជ័យបានភ្ញាក់ស្មារតីព្រោះតែមុននេះគេបានផ្អែកខ្លួនបន្តិចស្រាប់តែគេដេកលងលក់មួយភាំងអូយខ្ញុំមិនអាចទ្រាំបានទេបន្ទាប់ពីសម្រែករបស់អ្នកទោសបានស្រែកបន្លឺសំឡេងទាំងក្តីឈឺចាំវិជ័យក៏បានសម្លឹងមើលទៅខាងក្រោមដើមឫស្សីដែលមានអ្នកទោសពីរនាក់កំពុងតែស្ថិតនៅភ្លាមនោះគេក៏បានឃើញអ្នកទោសម្នាក់កំពុងតែខំរើបំរាស់នឹងស្រែកពោពេញទៅដោយការឈឺចាប់ព្រោះតែទំពាំងបានចាប់ផ្ដើមដោះចេញពីដីចាក់ទម្លុះសាច់របស់អ្នកទោសបន្តិចម្ដងបណ្ដាលឲ្យអ្នកទោសវេទនាក្រៃលែងអូយឈឺណាស់អូយលោកបងទ្រាំលែងចង់អ្វីទៅមិនបានជាចាក់ខ្នងរបស់យើងបែបក៏គេធ្វើបាបយើងឡោះម្ល៉េះអ្វីនៅពីក្រោមកំពុងតែចាក់ទម្លុះសាច់របស់យើងហើយឈឺណាស់ជួយផងលោកបងម៉ែយើងប្រហែលជាត្រូវទំពាំងព្រៃនេះជួយកូនផងកំពុងតែចាក់ដោតយើងហើយតើពួកយើងពិតជាត្រូវស្លាប់ដោយសារតែទំពាំងនេះមែនទេអូយពុកឈឺណាស់ម៉ែជួយកូនផង
កូនវេទនាខ្លាំងណាស់វិជ័យបន្ទាប់ពីបានឃើញទស្សនភាពដ៏គួរឲ្យអាសូរបែបនេះគេអត់ទ្រាំមើលទៀតមិនបានទេគេក៏មានបំណងចុះពីលើប៉មយាមនោះដៃកាន់កំបិតផ្គាក់ដើម្បីទៅជួយកាត់ចំណងរបស់អ្នកទោសទាំងពីរនាក់នោះទឹកចិត្តដ៏ល្អសន្តោសប្រណីរបស់គេក៏បានជួយសង្គ្រោះជីវិតបរិសុទ្ធអ្នកទោសពីរនាក់នោះបានសម្រេចប៉ុន្តែតម្រាំតែជួយសង្គ្រោះបានបរិសុទ្ធទាំងពីរនាក់នោះមានរបួសយ៉ាងធ្ងន់ធ្ងរទៅហើយឈាមហូរស្រោចពេញខ្លួននិងស្នាមរបួសជាច្រើនស្ទើរសុសសាញ់ភ្លាមនោះវិជ័យក៏ប្រញាប់ប្រញាល់ស្រែកបង្វិចរបស់គេយកក្រណាត់មកចងខាត់ឈាមរំពេចនោះខណៈពេលដែលគេកំពុងតែជួយសុកក៏ស្រាប់តែបរិសុទ្ធអ្នកទោសម្នាក់និយាយទាំងត្រដាប់ត្រដួសថាប្អូនប្រុសតើឯងជាអ្នកណាហេតុអីបានជាឯងមកជួយពួកយើងដឹងទេឯងធ្វើរបៀបនេះគឺខុសហើយឯងអាចនឹងមានទោសប្រសិនបើគេចាប់ឯងបានទៅឆាប់រត់ទៅកុំឲ្យពួកគេមកទាន់អត់ទេខ្ញុំមិនទៅណាទេខ្ញុំសុខចិត្តមានទោសព្រោះខ្ញុំមិនអាចទុកមនុស្សឲ្យស្លាប់នៅចំពោះមុខខ្ញុំទាំងដែលខ្ញុំអាចជួយបាននោះទេហើយខ្ញុំជាអ្នកណាក៏មិនសំខាន់ដែរណាយចុះលោកបងរក្សាជីវិតសិនទៅណាបន្ទាប់ពីវិជ័យបានជួយសង្គ្រោះអ្នកទោសពីរនាក់នោះហើយរំពេចនោះក៏ស្រាប់តែមានស្រមោលខ្មៅអ្វីមួយបានលេចឡើងនៅពីក្រោយខ្នងរបស់វិជ័យហើយអ្នកទោសម្នាក់ក៏ខំប្រឹងស្រែកទាំងពិបាកថាប្អូនប្រុសប្រយ័ត្នពួកវាមកហើយពេលនោះអ្វីគ្រប់យ៉ាងត្រូវបានកាត់ផ្តាច់យប់នោះត្រូវបានកន្លងផុនហើយព្រឹកស្អែកក៏ចូលមកដល់គ្រាន់តែព្រឹកប្រហៀមចូលមកដល់ភ្លាមស្រាប់តែវិជ័យបានភ្ញាក់ដឹងខ្លួនឃើញខ្លួនឯងជាប់ចំណងបរិសុទ្ធពីរនាក់នោះក៏មិនដឹងជាបានទៅណាបន្សល់ទុកតែត្រឹមស្នាមឈាមនៅជាប់នឹងស្លឹកឫស្សីនៅក្បែរនោះរីឯទំពាំងព្រៃក្រហមដែលដុះកាលពីយប់មិញពេលព្រឹកឡើងទំពាំងទាំងអស់នោះត្រូវបានគេជីកយកទៅបាត់អស់នៅពេលសម្រួលអារម្មណ៍រួចគេក៏រំលឹករឿងកាលពីយប់មិញបើតាមគេចាំបានយប់មិញរូបគេត្រូវបានមនុស្សមួយក្រុមនោះបានវាយឲ្យសន្លប់បន្ទាប់មកគឺលែងចាំអ្វីទៀតហើយពេលដៃជាប់ចំណងគេក៏ខំរកនឹកដល់ម្ដាយនឹករលឹកដល់សាកសពរបស់ឪពុកដែលស្លាប់កករឹងคล้ายទៅជាថ្មនៅក្នុងរូងព្រោះមិនរំពឹងថាគេអាចនឹងរស់រានមានជីវិតទៀតឡើយហើយក៏មិនដឹងថាតើបរិសុទ្ធអ្នកទោសទាំងពីរនាក់នោះត្រឡប់មកជួយគេវិញឬក៏យ៉ាងណាប៉ុន្តែទោះបីជាយ៉ាងណាក្តីគេក៏សប្បាយចិត្តព្រោះគេបានធ្វើនៅរឿងដែលគេគិតថាត្រូវរួចអស់ទៅហើយបានផលតបស្នងវិញឬក៏មិនបានឲ្យវាទៅតាមនឹងចុះ
រំលងបានប៉ុន្មានយាមក្រោយផ្ទៃមេឃក៏បានវិលត្រឡប់មកក្បាលប្រលប់និងឈានដល់ពេលយប់ទៀតហើយវិជ័យហេវហត់អស់កម្លាំងជាខ្លាំងគ្មានអាហារនិងទឹកចូលពោះឡើយរាងកាយខ្សោះស្លេកស្លាំងនិងចាប់ផ្ដើមរវើរវាយវង្វេងវង្វាន់ស្ទើរតែបាត់បង់ស្មារតីខណៈពេលកំពុងតែជាប់ចំណងនៅក្បែរគុម្ពឫស្សីនៅយប់បន្តិចក៏ស្រាប់តែមានមនុស្សមួយក្រុមនោះបានត្រឡប់មកវិញសារជាថ្មីក្នុងនោះមានបរិសអ្នកទោសដែលវិជ័យបានជួយកាត់ខ្សែចំណងកាលពីយប់មិញពន្លឺភ្លើងគប់បានដុតបំភ្លឺប្រងព្រាតភ្លឺពេញបរិវេណកំពូលភ្នំនោះដំណើរមកដល់របស់មនុស្សមួយក្រុមនោះគឺមានលក្ខណៈខុសប្លែកកាលពីយប់មិញព្រោះយប់នេះពួកគេដើរថ្មឹងប្រៀបដូចជាគ្មានវិញ្ញាណដំណើរដើរយឺតមួយប្រៀបដូចជាខ្មោចដោយឡែកបរិសអ្នកទោសទាំងពីរនាក់គឺដើរធម្មតានៅចំពោះមុខមនុស្សមួយក្រុមនោះបន្តិចក្រោយមកបរិសម្នាក់កាន់កាំបិតមកកាត់ផ្ដាច់ខ្សែចំណងដោះលែងវិជ័យហើយថែមទាំងផ្ដល់អាហារនិងទឹកសម្រាប់ឲ្យវិជ័យបន្តជីវិតរស់បានមួយសន្ទុះធំស្របពេលដែលវិជ័យមានកម្លាំងកំហែងឡើងវិញហើយការពិតទាំងអស់ក៏ចាប់ផ្ដើមលាតត្រដាងតាមពិតអ្វីគ្រប់បែបយ៉ាងវាគ្រាន់តែជាការសាក់លបងចង់ធ្វើការពិសោធន៍ដល់សេចក្តីល្អនិងការអត់ធ្មត់របស់វិជ័យនោះឯងបរិសអ្នកទោសទាំងពីរនាក់មិនមែនជាអ្នកទោសទេហើយក៏មិនមែនជាមនុស្សធម្មតាដែរពោលគឺពួកគេជាស្ដេចព្រៃជាគោលដៅដែលវិជ័យខំស្វែងរកតាំងពីគេចេញពីភូមិនៅជើងភ្នំនោះឯងវិជ័យដំបងហាក់ដូចជាមិនទាន់យល់ពីស្ថានភាពឲ្យច្បាស់នោះទេភ្លាមនោះគាត់ក៏និយាយទៅកាន់បរិសទាំងពីរនាក់នោះថាតើពួកលោកបងទាំងពីរជាអ្នកណាឲ្យប្រកាសតើមានរឿងអីកើតឡើងចំពោះខ្ញុំឮដូចនេះបរិសម្នាក់ក៏និយាយតបមកវិជ័យវិញថាអ្នកកំឡោះពិតជាមនុស្សដែលមានចិត្តសន្តោសមានទឹកចិត្តល្អបរិសុទ្ធពិតមែនខ្ញុំក៏មិនខ្លាចនៅក្នុងការនិយាយការពិតប្រាប់ទៅអ្នកកំឡោះដែរណាតាមពិតយើងគឺជាអ្នកថែរក្សាកំពូលភ្នំនេះហើយយើងបានដឹងពីគោលបំណងរបស់អ្នកទើបសម្រេចចិត្តធ្វើការពិសោធន៍បន្ទាប់ពីបរិសនោះនិយាយរួចមនុស្សមួយក្រុមដែលជាបរិវាររបស់គេក៏ប្រែក្លាយទៅជាសត្វតោមួយវងហើយរត់ចូលទៅព្រៃអស់ទៅនៅសល់តែអ្នកថែរក្សាព្រៃពីរនាក់តែប៉ុណ្ណោះដែលនៅតែបន្តឈរចំពោះមុខវិជ័យដោយឡែកវិជ័យវិញក្រោយពីស្ដាប់ឮពាក្យថាពួកគាត់ទាំងពីរនាក់ជាអ្នកថែរក្សាព្រៃគេហាក់ដូចជាមិនទាន់ជឿជាក់ព្រោះតែមិនទាន់យល់ឲ្យស៊ីជម្រៅពាក់ព័ន្ធជាមួយនឹងរឿងផ្លូវងងឹតលុះបន្តិចក្រោយមកគេក៏បានសម្លឹងឃើញស្រមោលរបស់បរិសអ្នកថែរក្សាព្រៃពីរនាក់នោះមានលក្ខណៈខុសប្លែកពីប្រក្រតីពោលគឺស្រមោលរបស់ពួកគាត់មានកន្ទុយប្រៀបដូចជាសត្វសឹងឬក៏សត្វខ្លាលុះពួកគេដឹងថាវិជ័យបានឃើញស្រមោលកន្ទុយរបស់គេហើយពួកគេក៏ក្រឡាខ្លួនទៅជារូបរាងដើមតាមពិតគាត់គឺជាខ្លាសិលដែលមានរូបរាងរបស់សត្វខ្លាដំបងពីរក្បាលពេលដែលក្រឡាខ្លួនឲ្យវិជ័យឃើញច្បាស់ហើយគាត់ក៏ក្រឡាខ្លួនមកជាមនុស្សនៅក្នុងរូបរាងបរិសអ្នកទោសវិញដើម្បីកុំឲ្យវិជ័យភ័យខ្លាចបរិយាកាសនៅជុំវិញគឺមានតែភាពខ្មៅងងឹតហើយនៅទីសែនឆ្ងាយតែងតែមានសម្លេងរបស់សត្វព្រៃស្រែកឮសូរល្វើយអាកាសធាតុចុះត្រជាក់ធ្វើឲ្យរងាញ័រញាក់ស្ទើរតែទ្រាំមិនចង់បានបន្តិចក្រោយមកទើបវិជ័យនិយាយមកកាន់អ្នកទាំងពីរថាលោកគ្រូសូមលោកគ្រូទាំងពីរមេត្តាទទួលខ្ញុំធ្វើជាសិស្សផងឮវិជ័យស្នើសុំធ្វើជាគ្រូបែបនេះបរិសរក្សាព្រៃម្នាក់ក៏ញញឹមរួចពោលឡើងថា
តាមពិតទៅពួកយើងទទួលឯងធ្វើជាសិស្សតាំងពីឯងសម្រេចចិត្តស្ទុះទៅជួយកាត់ចំណងជួយសង្គ្រោះជីវិតពួកយើងម្លេះដោយសារតែអត្តចរិតទៀងត្រង់និងបរិសុទ្ធរបស់ឯងនេះហើយប៉ុន្តែទន្ទឹមជាមួយនឹងការដែលខ្លាចទៅជាសិស្សរបស់យើងឯងត្រូវតែរៀបចំគ្រឿងរដាប់មួយចំនួនសម្រាប់ថ្វាយគ្រូទើបសំណុំរូបគ្រូទទួលយកបានវិជ័យក្រោយស្ដាប់ឮហើយគេសប្បាយចិត្តណាស់គេក៏គិតនៅក្នុងចិត្តថាព្រឹកស្អែកចុះទៅក្រៅវិញដើម្បីស្នើសុំឲ្យលោកអ៊ំមេភូមិនិងអ្នកភូមិដែលមានចំណេះដឹងរឿងរៀបចំដង្វាយគ្រូជួយរៀបចំឲ្យបន្តិចក្រោយមកទើបវិជ័យសម្រេចចិត្តសួររឿងរ៉ាវអាតកំបាំងដែលមាននៅក្នុងរូងថ្មទៅកាន់ស្ដេចព្រៃទាំងពីរនាក់ថាលោកគ្រូខ្ញុំមានមន្ទិលសង្ស័យមួយតើរឿងរ៉ាវអ្វីនៅពីក្រោយសាកសពនៅក្នុងរូងថ្មក្បែរនេះព្រោះនៅក្នុងចំណោមអ្នកស្លាប់ដែលកក់រឿងខ្លាចទៅជាថ្មក៏មានឪពុករបស់ខ្ញុំម្នាក់ដែរតើលោកគ្រូអាចប្រាប់ខ្ញុំបានទេបរិះខ្លាសិលម្នាក់ក៏បាននិយាយប្រាប់ថាអ្នកកំឡោះនិយាយប្រាប់តាមត្រង់ទៅចុះណានៅលើកំពូលភ្នំនេះគឺមានអ្នកខ្លាំងច្រើនណាស់នៅមានអ្នកខ្លាំងជាងពួកយើងទៅទៀតហើយរូងថ្មដែលអ្នកកំឡោះបានចូលទៅដល់នោះវាគឺជាភ្នូររបស់បិសាចបុរាណកាលមួយដែលមានពោពេញទៅដោយកំណប់និងទ្រព្យសម្បត្តិដ៏មហាសាលនៅខាងក្រោមដុំថ្មខាងក្នុងរូងថ្មនេះសំណាងហើយដែលអ្នកកំឡោះអាចចូលទៅហើយត្រឡប់មកវិញបានព្រោះតែចំពេលបិសាចបុរាណកាលបានដេកលក់កុំអីអ្នកកំឡោះឯងនឹងខ្លាចទៅជាថ្មដូចជាសាកសពនៅក្នុងរូងនោះហើយអូអញ្ចឹងបានន័យថាឪពុករបស់ខ្ញុំនិងកូនទាហានរបស់គាត់ចូលមកក្នុងរូងនេះព្រោះតែទ្រព្យសម្បត្តិនោះតើមែនទេលោកម្ចាស់គ្រូរឿងនេះវាអាចដែរតែមិនប្រកាសនោះទេពេលខ្លះអាចមានហេតុផលអ្វីនៅពីក្រោយនោះមួយតង់ទៀតក៏ថាបានហើយវាស្ថិតនៅលើអ្នកកំឡោះស្វែងរកចម្លើយដោយខ្លួនឯងទៅចុះណាពេលនេះអ្នកកំឡោះគ្រាន់តែជាមនុស្សទន់ខ្សោយម្នាក់តែប៉ុណ្ណោះតែយើងនឹងជួយឲ្យអ្នកកំឡោះឯងក្លាយទៅជាមនុស្សម្នាក់ដែលពោពេញទៅដោយសមត្ថភាពតែលោកគ្រូនៅមានរឿងមួយទៀតពេលដែលខ្ញុំស្នាក់នៅក្នុងភូមិមួយនៅជើងភ្នំនេះណាខ្ញុំបានឮអ្នកភូមិបាននិយាយថាភូមិរបស់គាត់មានជាប់ទៅដោយបណ្ដាសារបស់ម្ចាស់គ្រូតើវាជាការពិតដែរទេផ្ដេសផ្ដាស់មែនក្នុងនាមយើងជាអ្នករក្សាព្រៃមនុស្សប្រៀបដូចជាកូនចៅតើមានហេតុផលយ៉ាងណាទើបយើងត្រូវដាក់បណ្ដាសាលើពួកគេអ្នកដែលដាក់បណ្ដាសាភូមិរបស់ពួកគេគឺជាបិសាចបុរាណកាលដែលដេកមិនទាន់ភ្ញាក់នោះឯងឮដូចនេះហើយទើបវិជ័យបានដឹងនិងអស់ចម្ងល់បន្ទាប់មកបរិះខ្លាសិលទាំងពីរក៏កំបាំងខ្លួនចេញពីទីនោះបាត់ទៅស្របពេលដែលបរិះខ្លាសិលបានចេញបាត់ទៅហើយនោះវិជ័យក៏ស្រាប់តែបានប្រទះឃើញដុំភ្លើងចម្លែកដែលមានពណ៌ក្រហមបានលេចឡើងនៅមាត់ច្រកចូលរូងថ្មបន្តិចក្រោយមកទើបពន្លឺភ្លើងនោះក៏បានបាត់ទៅវិញធ្វើឲ្យវិជ័យឃើញហើយមានការភ័យខ្លាចជាខ្លាំងព្រោះបន្ទាប់ពីពន្លឺនោះបាត់ពន្លឺគេបានឃើញស្រមោលមនុស្សជាច្រើនបានចេញពីរូងថ្មនៅក្នុងដំណើរមួយប្រៀបដូចជាទ័ពខ្មោចខណៈពេលដែលបរិស្ថានបានប្រែទៅជាមានសភាពគួរឲ្យខ្លាចមានផ្សែងអាប់ពណ៌សអណ្ដែតផុសចេញពីដីសំឡេងឆ្កែចចកបានព្រុសអមជាមួយនឹងសំឡេងខ្យល់បក់ឮសូរវូបបន្ថែមដោយសំឡេងសត្វក្អែកដែលស្ដាប់ឮហើយ
មានអារម្មណ៍ព្រឺព្រួញយ៉ាងណាមិញគេក៏បានឡើងទៅលើប៉មជាមដើម្បីរក្សាសុវត្ថិភាពនៅក្នុងដៃរបស់គេកាន់កាំបិតផ្គាក់យ៉ាងណែនព្រោះដើម្បីការពារខ្លួនម្យ៉ាងទៀតវិជ័យទើបតែនឹកឃើញថាពេលគេចេញពីភូមិលោកអ៊ំមេភូមិបានឲ្យរបស់លោហៈមួយប៉ុនមេដៃចាទៅដោយអក្សរបាលីរបស់នោះគឺជាកថាការពារខ្លួនពន្លឺព្រះច័ន្ទក្រហមបានបញ្ចេញពន្លឺសម្ដែងអំណាចក្រាលគ្របមកលើផែនពុស្ធាទាំងមូលអស់បណ្ដាសត្វព្រៃជាពិសេសសត្វអាគមដែលមានអ្នកចិញ្ចឹមចាប់ផ្ដើមលួចចេញពីកន្លែងរស់នៅមកស្រូបយកធម្មពលពន្លឺព្រះច័ន្ទក្រហមបន្តិចក្រោយមកវិជ័យបានលើសំឡេងគោះបំពង់ឫស្សីវាយដើមឈើបង្កើតជាសំឡេងយ៉ាងសន្ធាប់ចេញពីភូមិនៅជើងភ្នំមិនដឹងថាជាសញ្ញាអ្វីនោះទេសត្វអាគមជាច្រើនប្រភេទនាំគ្នាមកប្រមូលផ្ដុំដើម្បីស្រូបយកពន្លឺព្រៃហាក់ដូចជាបង្កើនកម្លាំងអានុភាពអ្វីមួយសត្វកន្លង់ពីងពីងអាពីងក្អែបខ្ទួយពស់វែកឆ្កែចចកគោបាខ្លាដំបងខ្លារខិននិងសត្វអាគមផ្សេងទៀតជាពិសេសសត្វក្បាលធំជាសត្វបុរាណកាលត្រូវបានអ្នកចេះអាគមគ្រប់សម័យចាត់ទុកជាសត្វដែលតំណាងឲ្យភាពខ្មៅងងឹតហើយតែងតែប្រើអាគមខាបប្រដេះវិញ្ញាណសត្វក្បាលធំមកចិញ្ចឹមដើម្បីប្រើជាផលប្រយោជន៍នៅពេលដែលសត្វអាគមជាច្រើនអំបូរបានមកស្រូបយកពន្លឺព្រះច័ន្ទក្រហមបន្តិចក្រោយមកក៏មានវិញ្ញាណអមនុស្សជាច្រើនបានចេញពីដើមឈើដុំថ្មក្រោមដីចេញមកស្រូបពន្លឺព្រះច័ន្ទក្រហមដូចគ្នាវិញ្ញាណអមនុស្សពេលប៉ះផ្ទាល់ជាមួយពន្លឺព្រះច័ន្ទក្រហមហើយពួកគេហាក់បីដូចជាទទួលបានកម្លាំងធម្មពលពិសេសឬក៏ការរិទ្ធាអំណាចក៏ថាបានពួកវិញ្ញាណអមនុស្សបាននាំគ្នាសើចជើងទទួលបានធម្មពលជើងទទួលបានធម្មពលយប់ដ៏សែនរន្ធត់នេះបន្តអូសបន្លាយទៅព្រោះនៅសុកស្រាប់តែមានរហូចាប់ច័ន្ទបានមកលេបព្រះច័ន្ទបណ្ដាលឲ្យពន្លឺព្រះច័ន្ទក្រហមថមថយធម្មពលបន្តិចម្ដងកត្តានេះបានធ្វើឲ្យសត្វអាគមនិងវិញ្ញាណអមនុស្សមិនសប្បាយចិត្តនោះទេព្រោះដោយសារតែពួកគេស្រូបយកពន្លឺមិនគ្រប់គ្រាន់រំពេចនោះវិញ្ញាណអមនុស្សមួយក៏និយាយឡើងថាយើងក្តៅក្រហាយណាស់ពេលវេលាដែលយើងទន្ទឹងរង់ចាំអស់រយៈកាលជាច្រើនឆ្នាំត្រូវបានរំខានដោយអារាហូតើពេលណាទើបយើងទទួលបានធម្មពលលោហិតបានសម្រេចត្រួតត្រាលើពិភពតៃហោងបានសម្រេចទៅដោយសារតែវងសត្វអាគមបានជ្រុលច្របល់
ស្រែកងើយក្បាលឡើងទៅលើព្រោះខឹងសម្បាជាមួយនឹងរាហូដែលបានលេបដួងព្រះច័ន្ទបន្តិចក្រោយមកស្រាប់តែផ្លែកំបិតរបស់វិជ័យបញ្ចេញពន្លឺពណ៌ក្រហមប្រៀបដូចជាពន្លឺព្រះច័ន្ទលោហិតដែរវាបានបង្វែរការចាប់អារម្មណ៍របស់សត្វអាគមនិងវិញ្ញាណអមនុស្សឲ្យធ្វើដំណើរមករកវិជ័យសូមអស់លោកស្រីអ្នកនាងកញ្ញារងចាំស្ដាប់នៅភាគបន្តសូមអរគុណ